ក្នុងប្រទេសកម្ពុជាដែនដីភូមិភាគឦសាននៅតាមបណ្ដោយដងទន្លេមេគង្គដ៏ធំល្វឹងល្វើយក្នុងដែនដីអច្ឆរិយៈមួយនេះតើបងប្អូនធ្លាប់ឃើញសំណង់ឈើដែលមានក្បាច់រចនាដ៏ល្អប្រណិតយ៉ាងវិចិត្រនិងគួរឲ្យស្ញប់ស្ញែងដែរឬទេជំរាបសួរបងប្អូនជាទីមេត្រីស្វាគមន៍មកកាន់ទឹកដីខេត្តក្រចេះថ្ងៃនេះខ្ញុំបានធ្វើដំណើរមកដល់ទីតាំងវត្តរកាកណ្ដាលដែលជាតំបន់ទេសចរណ៍វប្បធម៌មួយដែលមានព្រះវិហារដ៏ចំណាស់កុដិឈើដែលបន្សល់ទុកមកនិងផ្ទះឈើមានសសរចំនួន100របស់ដង្ខៅឈើម្នាក់ក្នុងស្រុកឆ្លងវត្តរកាកណ្ដាលមានទីតាំងស្ថិតនៅក្នុងសង្កាត់រកាកណ្ដាលក្រុងក្រចេះខេត្តក្រចេះតាមបណ្ដោយផ្លូវជាតិលេខ76មានចម្ងាយប្រមាណជា3គីឡូម៉ែត្រពីទីរួមក្រុងនៅទីនេះទោះបីជាក្បែរក្រុងពិតមែនតែអាចនិយាយថាជាទីតាំងលាក់ខ្លួនកថាបានព្រោះមិនសូវមានភ្ញៀវទេសចរមកលេងប៉ុន្មានទេពេលខ្ញុំបោះជំហានចូលក្នុងបរិវេណនេះខ្ញុំបានទទួលអារម្មណ៍ស្រស់ស្រាយជាមួយនឹងធម្មជាតិដើមឈើធំធំខ្យល់បក់រសៀកដែលអំណោយផលដល់ការមកទស្សនានៅទីនេះចាប់ដើមដំបូងខ្ញុំនាំបងប្អូនទៅទស្សនាព្រះវិហារដែលមានក្បាច់ចម្លាក់លើឈើជាមុនសិនព្រះវិហារនេះត្រូវបានកសាងឡើងពីឈើក្រញូងនិងដើមឈើតាត្រាវក្នុងអំឡុងសតវត្សទី18ដែលគិតមកដល់បច្ចុប្បន្ននេះមានអាយុកាលជាង200ឆ្នាំហើយវិហារនេះមានក្បាច់ផ្កាភ្ញីដ៏ស្រស់អស្ចារ្យនៅតាមហោជាងនិងតួវិហារទាំងមូលពេលចូលដល់ខាងក្នុងមានសសរដោយភ្ជាប់មកជាមួយក្បាច់យ៉ាងស្រស់សោភាតាមទ្វារតាមបង្អួចក៏មានក្បាច់យ៉ាងរស់រវើកបែបនេះផងដែរចំពោះចង្កៀងនេះតាមការសាកសួរអ្នកមីងដែលជាអ្នកថែរក្សានៅទីនេះគាត់ថាបន្សល់ទុកមកជាយូរលង់ណាស់មកហើយគឺគ្មានការបរិច្ឆេទទេតាមការប៉ាន់ស្មានរបស់ខ្ញុំប្រហែលសល់ពីជំនាន់បារាំងចេញពីព្រះវិហារបន្តទៅកាន់កុដិឈើវិញម្ដងតាមការស្រាវជ្រាវកុដិឈើចំណាស់ទាំងពីរនេះមិនមានឯកសារបញ្ជាក់ថាកសាងឡើងនៅឆ្នាំណានោះទេតែតាមការសាកសួរក៏មានអាយុនិងវ័យមិនតិចឆ្នាំនោះដែរនៅខាងមុខកុដិមានចេតិយដែលបន្សល់ទុកមកដូចគ្នាតោះក្រឡេកទៅមើលផ្ទះសសរ100ដែលជារបស់អតីតដង្ខៅក្នុងស្រុកឆ្លងវិញម្ដងផ្ទះនេះមានទីតាំងដើមនៅក្នុងភូមិកោះកណ្ដុលឃុំឆ្លងស្រុកឆ្លងខេត្តក្រចេះផ្ទះនេះផងដែរគឺជាប្រភេទផ្ទះឈើរោងឌឿងសង់ផុតពីដីប្រក់ក្បឿងមានសសរឈើកកោះចំនួន100ដើមហើយទ្រជាមួយនឹងជើងតាងថ្មក្រានីតជញ្ជាំងនិងរនាបធ្វើពីឈើកកោះនិងលាយជាមួយឈើផ្សេងៗទៀតដោយសារតែចំនួនសសរដ៏ច្រើនសន្ធឹកសន្ធាប់នេះហើយទើបគេហៅផ្ទះនេះថាផ្ទះសសរ100តើមូលហេតុអ្វីទើបផ្ទះសសរ100នេះមកនៅទីនេះខ្ញុំនឹងបកស្រាយចម្ងល់នេះជូនបងប្អូនកាលពីឆ្នាំ2019ម្ចាស់ផ្ទះបានប្រាប់ក្រសួងពីគម្រោងរុះរើផ្ទះបុរាណនេះដើម្បីយកដីធ្លីចែកដល់កូនចៅនិងសង់ផ្ទះថ្មីក្រោយទទួលបានដំណឹងនេះភ្លាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើអន្តរាគមន៍ចាត់ក្រុមការងារចុះទៅចរចាជាមួយម្ចាស់ផ្ទះដើម្បីជួយសង្គ្រោះសំណង់បុរាណដ៏ចំណាស់នេះបន្ទាប់ពីចរចាជាច្រើនដងម្ចាស់ផ្ទះបានយល់ព្រមបរិច្ចាគផ្ទះជូនក្រសួងដើម្បីរុះរើយកមកសាងសង់ឡើងវិញសម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយបានឃើញនិងបានរៀនសូត្រហើយក្រសួងក៏បានផ្ដល់ថវិកាលើកទឹកចិត្តផងដែរហើយដំណើរការនៃការរៀបចំឡើងវិញបានចាប់ផ្ដើមផ្ទះត្រូវបានរុះរើពីទីតាំងដើមហើយដឹកជញ្ជូនជាបំណែកមកកាន់ព្រះវិហារវត្តរកាកណ្ដាលដោយសារតែផ្ទះមានសភាពចាស់ទ្រុឌទ្រោមខ្លាំងពេកទើបដំឡើងផ្ទះបានសសរត្រឹមតែ40ដើមប៉ុណ្ណោះទោះជាយ៉ាងណាយោងតាមការស្រាវជ្រាវគឺមិនមានឯកសារបញ្ជាក់ពីការបរិច្ឆេទសាងសង់ផ្ទះនេះនោះទេតែអ្វីដែលខ្ញុំរកបានគឺផ្ទះនេះត្រូវបានគេដឹងថាជាផ្ទះរបស់ដង្ខៅលៀមនិងប្រពន្ធឈ្មោះដាមហើយត្រូវបានសាងសង់នៅក្នុងសម័យអាណានិគមនិយមបារាំងចន្លោះឆ្នាំ1863ដល់ឆ្នាំ1953តោះឥឡូវនេះខ្ញុំនឹងចូលទៅខាងក្នុងផ្ទះតែម្ដងនៅខាងក្នុងមានការដាក់តាំងបង្ហាញនៅសម្ភារៈបុរាណជាច្រើនដែលបន្សល់ទុកមកតាំងពីសម័យបារាំងមិនថាផ្ទាំងគំនូរដែលគូរនៅលើឈើរូបចម្លាក់បែបសាសនានិងសម្ភារៈប្រើប្រាស់ជាច្រើនទៀតផងដែរសរុបមកជារួមផ្ទះឈើបុរាណសសរ100និងព្រះវិហារវត្តរកាកណ្ដាលនេះមិនត្រឹមតែជាសំណង់ប៉ុណ្ណោះទេប៉ុន្តែជាមរតកវប្បធម៌
ដែលបានបង្ហាញឲ្យយើងទាំងអស់គ្នាបានដឹងពីស្ថាបត្យកម្មបុរាណខ្មែរដែលប្រើប្រាស់ឈើនិងបច្ចេកទេសប្រកបដោយភាពប៉ិនប្រសប់ក្នុងការសាងសង់បន្ថែមពីនេះទៅទៀតទីតាំងទេសចរមួយកន្លែងនេះក៏បានបង្ហាញពីការយល់ដឹងពីឫសគល់ប្រវត្តិសាស្ត្រនិងការបន្តផ្តល់ចំណេះដឹងសម្រាប់មនុស្សជំនាន់ក្រោយបើសិនជាបងប្អូនបានធ្វើដំណើរទៅដល់ទីនោះសូមឈៀងចូលទស្សនាទាំងអស់គ្នាជាចុងក្រោយសូមខន្តីអភ័យទោសចំពោះចំណុចខ្វះខាតដោយសារអ្វីៗដែលខ្ញុំលើកឡើងមកខាងលើនេះគឺបានស្រាវជ្រាវចេញពីអ៊ីនធឺណិតនិងសាកសួរអ្នកមើលថែនៅទីតាំងនោះតែប៉ុណ្ណោះបើសិនជាបងប្អូនចូលចិត្តវីដេអូបែបផ្សងព្រេងដំណើរកម្សាន្តបែបនេះសូមជួយចុច follow page subscribe channel YouTube របស់ខ្ញុំ like និង share វីដេអូនេះផងដែរសូមអរគុណបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ